កម្មវិធីលោកគ្រូចុះមកទៅពីកូនស្រីដែលម្ដាយមានជំងឺស្លាប់មួយខ្លួនគាត់ណាឥឡូវគាត់បានជានៅជាដាច់នៅនិយាយថាបាទនៅភូមិអីបឹងចាយគាត់ឈ្មោះអីប្តីគាត់នឹងពិតប្រកបណាបានណាជាពិតប្រកបណាលែងវិញលែងអីភ័យអារម្មណ៍ណាបានណាលែងភ័យលែងអីហើយជាពិតប្រកបនៅក្នុងឆ្នាំតែមុនទៅតែឈឺមែនទែនទៅពេទ្យកាលម៉ែតណាពេទ្យស៊ីណាទៅប្រហែលថ្ងៃទៅពេទ្យស៊ី14ថ្ងៃមកវិញនៅតាមវិញអត់ស្គាល់កូនអត់ស្គាល់ផ្ទះដេកយំឥឡូវជោគជ័យហើយបានណាំអីណាំអសត់អីណាំអសត់បុរាណទៅគ្រូញ៉ាកូនឈ្មោះនៅទិញនៅណាទិញនៅកំពង់ចាមខាងកើតថាបង្កប់ណានេះមើលមុខលោកគ្រូផ្ទាល់ណាលោកគ្រូមើលមុខលោកគ្រូធំណាបាទគឺលោកគ្រូជួយជាបាលអ្នកដែលជំងឺស្លាប់រៀងខ្លួនដល់កកើបាទកុំភ្លេចលេខទូរស័ព្ទរបស់លោកគ្រូ097 29 229នឹងសូមតាមផលទូរស័ព្ទហ្នឹងមកទៅទូរស័ព្ទនេះណាអញ្ចឹងឥឡូវមកជាហើយជាដាច់ហ្នឹងមកណាចាជាដាច់ហើយលែងវិញណាមើលខ្ញុំដាក់កាមេរ៉ាណាដាក់លោកគ្រូខ្ញុំចឹងទៅស្អាតហើយមកកាលមុនវាមាត់ដែរចាឥឡូវខ្ញុំបានជាសោះស្បើយហើយគ្រូចោលកើដែរមកណាចាកាលមុនដើររួចទេកាលមុនខ្ញុំដាក់រួចទេវាជើងទៀតហើយខ្ញោជើងហ្នឹងខ្ញោជើងហើយវាមាត់ដៃនៅចំហៀងវាភ្នែកមាត់វាភ្នែកឥឡូវជាដាច់ហើយមើលរំមកគេមើលតិចខ្ញុំចេះផងមើលអត់លោះទេលោះទាំងអស់មើលលោះទាំងដៃលោះទាំងជើងណាជើងអត់អីទេហើយដែរបានកាលមុននឹងថាអត់ហ៊ានទៅវាលហ៎ចាមកអត់ហ៊ានទៅវាលណាឥឡូវមើលចៅបានណាធ្វើការនៅក្នុងផ្ទះបានហើយធ្វើស្រូវបានទៀតណាអូបាទដឹងអាជា 100% ណាបាក់រស់ហើយណាណាមកណាបាទឲ្យឈ្មោះយាយអ៊ីងដីអូនបាទហើយមកខ្ញុំឈ្មោះអេតវាអេតប្តីតាយឿននៅភូមិពាំងបឹងចាញបាទអីចាញ់លោកគ្រូដល់ថាបឹងចាញបាទយើងអាខានប្រភេទហ្នឹងក៏ចិត្ត10ឆ្នាំជាងណាណាចាឥឡូវលោកគ្រូចង់ដឹងថាដែលអ្នកស្លាប់រៀងខ្លួនហ្នឹងតើជាពិតប្រកបទេអត់ឥឡូវជា 100% នៅ 100% លោកគ្រូច្បាស់លាស់ហ្នឹងមកណាចាច្បាស់លាស់បាទនៅបឹងចាញស្រុកកជាខេត្តព្រៃវែងណាមកណាចាបាទជាទាំងពីរនាក់ហើយមានអ្នកខ្លះនៅភូមិនេះគេជាខ្លះដែរមានជាប្អូនខ្ញុំមួយនៅពាំងអូជាដែរណាជំងឺអីដែរឈឺសរសៃចាបាក់ដើរចឹងដែរណាដើមរួចចេះអោនចុកហើយពិតប្រកបកូនពិតប្រកបដែរហើយពីណាដែលថាឲ្យកង់ទេមកខ្ញុំថាចង់ទិញដែរនោះនៅឆ្ងាយគ្រូហើយយាយមួយនៅព្រៃក្បាលហ្នឹងឈ្មោះយាយឆេងជានៅជាគ្រូជាតែមុននៅកន្លាញ់នៅខែរហូតនោះចាហើយដើរបាននៅយាយដើរបានដើរបុនដើរទៀនកើតគេឯងហើយបានគាត់មកមួយទៀតល្អនេះនៅព្រៃក្បាលនៅទីនឹងដែរហ្នឹងនៅប្រហែលជាជាប់ភូមិគ្នាណាគាត់ណាមួយឆេងហ្នឹងណានៅខាងលិចវត្តណាចាបាទអញ្ចឹងអ្នកឲ្យតែស្លាប់រៀងខ្លួនដល់ចោលកើលើឈាមកុំភ្លេចអសត់បារាណសញ្ញាកូនភ្លោះជួយឲ្យបានជោគជ័យដូចមកអញ្ចឹងណាបាទណាចាបាទអញ្ចឹងអរគុណច្រើនណាស់អរគុណ